កូនភាសាខ្មែរប៉ិនកំពូលឆ្ងល់និយាយថាមួយថ្ងៃប៉ិនតែខាងសួរជាជាមួយនឹងម៉ែក្មេកនឹងឯងសួរចុះសួរឡើងនឹងបែករឿងអូហូជាស្ទឹងនឹងឯងនិយាយពីទំនៀមទម្លាប់ដែលថាខ្ញុំប្លែកខ្ញុំជួបនៅប្រទេសចិនណាបងប្អូនថាយើងខ្មែរយើងអត់ដែលដឹងហ៎យើងមកនៅអញ្ចឹងទៅការគោរពការជឿជាក់តាមតំបន់មួយនឹងហើយខ្ញុំតែជួបអីរៀងប្លែកថ្មីដឹងតែជិះឬកុលសួរម៉ែក្មេកចៃសួរលិចសួរកើតនៅនឹងឯងនិយាយថាប៉ិនឆ្ងល់ណាជាមួយម៉ែក្មេកខ្ញុំមកត្រូវគាត់ប៉ិនប្រាប់ទៀតសួរគាត់ចុះឡើងហ្នឹងក៏និយាយគ្នាបែករឿងដល់រឿងថានៅចិនមានទំនៀមទម្លាប់ច្រើនអញ្ចឹងណាបងប្អូនតាមតំបន់ដែរទេម្ដាយក្មេកខ្ញុំគាត់ថាមានបងប្អូនអីមកលេងផ្ទះអីអញ្ចឹងណាបើសិនជាគាត់លក្ខណៈប្តីប្រពន្ធគឺអត់ឲ្យគាត់កេងបន្ទប់ជាមួយគ្នាទេគឺត្រូវប្របាយបន្ទប់គ្នាតែបើសិនជាលក្ខណៈមិត្តភក្តិដែរអីក៏ដោយតែបើថាបើជាបងប្អូននៅអ្នកនៅក្នុងផ្ទះថាបងប្រុសបងស្រីយើងបង្កើតនៅក្នុងផ្ទះកូនម្ដាយតែមួយអីអញ្ចឹងអត់អីទេតែបើសិនជាលក្ខណៈក្មួយឬក៏លក្ខណៈមិត្តភក្តិឬក៏លក្ខណៈមីងមីអីអញ្ចឹងមកលេងអីអញ្ចឹងឬក៏យើងទៅលេងផ្ទះមីងមីអីអញ្ចឹងយើងលក្ខណៈប្តីប្រពន្ធអញ្ចឹងគឺគាត់អត់ឲ្យកេងបន្ទប់ជាមួយគ្នាទេគាត់ថាអត់ល្អសម្រាប់ម្ចាស់ផ្ទះអញ្ចឹងទោះបីជាគេមកលេងផ្ទះយើងក៏ដោយក៏យើងប្របាយបន្ទប់គេដែរម៉ែក្មេកខ្ញុំគាត់ប្រាប់អញ្ចឹងហ្មងទៅនាមទម្លាប់គេបងប្អូនខ្ញុំអត់ដឹងថាតំបន់បងប្អូនដែលខ្មែរយើងគាត់នៅចិនហ្នឹងតំបន់គាត់ហ្នឹងអញ្ចឹងអត់ទេបែរតំបន់ខ្ញុំនៅនេះគឺគេប្រកាន់ណាបងប្អូនគេអត់ឲ្យកេងបន្ទប់ជាមួយគ្នាទេយើងទៅលេងផ្ទះគេអីអញ្ចឹងកេងផ្ទះគេអីអញ្ចឹងហើយយើងនៅជាមួយគ្នាបន្ទប់ជាមួយគ្នាអត់ទេគឺត្រូវតែប្របាយបន្ទប់គ្នាអញ្ចឹងគាត់ថាពួកអីផ្ទះគេមិនថាផ្ទះគេនឹងមានកូនការឬក៏អត់មានកូនការគឺគេអត់ឲ្យកេងជាមួយគ្នានៅក្នុងបន្ទប់តែមួយទេគេថាអត់ល្អសម្រាប់ម្ចាស់ផ្ទះវាជាទំនៀមទម្លាប់របស់ជនជាតិចិនហ្មងតែបើថាតំបន់គេផ្សេងអាចវាប្រែប្រួលពីនឹងអីអញ្ចឹងណាខ្ញុំទៅតែដឹងដែរតែដោយសារវាថ្មីសម្រាប់ខ្ញុំមកបងប្អូនដោយសារម៉ែក្មេកប្រាប់អញ្ចឹងទៅគាត់ឃើញឆ្ងល់តែបើស្អីយើងអត់ដឹងយើងទៅលេងផ្ទះមីងមីអីអញ្ចឹងយើងទៅលក្ខណៈប្តីប្រពន្ធហើយទៅត្រូវទៅនៅកេងផ្ទះគាត់អីមួយយប់ពីរយប់អញ្ចឹងគាត់ប្របាយបន្ទប់អញ្ចឹងបើសិនយើងអត់ដឹងទំនៀមទម្លាប់គេស្រួលយើងខឹងគេទៀតបងប្អូនរៀងអន់ចិត្តអីដែរហើយមួយទៀតម៉ែក្មេកខ្ញុំប្រាប់ថាមិនមែនថាដាច់ខាតហ្មងទេអានឹងគឺថាទំនៀមទម្លាប់គេតាមតំបន់ដែរអញ្ចឹងណាហើយមួយទៀតបើសិនជាថាយើងអត់មានបន្ទប់អីអញ្ចឹងគឺត្រូវតែឲ្យកត់កេងបន្ទប់តែមួយអញ្ចឹងเป็นលក្ខណៈប្តីប្រពន្ធអញ្ចឹងគឺនៅពេលដែលពួកគាត់ឈប់កេងគាត់ស្អែកឡើងឬខានស្អែកគាត់ទៅវិញអញ្ចឹងគឺគាត់ឲ្យជាលុយកាក់យើង4កាក់អីអញ្ចឹងទៅគាត់ប្រាប់យើងថាខ្ញុំមកជួលផ្ទះនៅអីអញ្ចឹងណាហើយឥឡូវខ្ញុំទៅចេញទៅវិញអីអញ្ចឹងទៅគឺអត់ឲ្យយើងក្មេងៗយើងអត់ដឹងហើយបើអ្នកផ្ទះខ្ញុំវិញទៅតាគាត់ទេគាត់ចាស់បុរាណពីមុនគាត់ដឹងទំនៀមទម្លាប់អីអញ្ចឹងណាបើប្តីខ្ញុំគ្មានដឹងកើអីទេគាត់ចាស់ហើយយើងស្ដាប់តាមគាត់ក៏អត់ខូចដែរដោយសារការរស់នៅក្នុងប្រទេសនីមួយៗការគ្រប់ការជឿអីចឹងខុសគ្នាបងប្អូនស្បែកការខ្ញុំពោះធំហ្មងខ្ញុំគាត់ដឹងថាខ្ញុំទងន់ភ្លាមពេលយើងទៅចេញឡានទៅខេត្តឬក៏ទៅស្រុកទៅអីអញ្ចឹងដឹងតែមានតងប៉េះ7ត្រួយហ្នឹងគឺត្រូវតែជាប់កប៉ៅខ្ញុំមិនអញ្ចឹងទេដាក់តាមកតាបតាមកបោបអើគាត់ថាធ្វើអញ្ចឹងទៅល្អសម្រាប់យើងហើយនឹងកូនអញ្ចឹងបងប្អូនក្បៃមានគេសួរហើយចេញដើរយប់ប្រលប់អីក៏ដោយពេលយើងពោះធំទងន់អញ្ចឹងគាត់ថាបើអត់ចាំបាច់ទេអត់ឲ្យយើងដើរទេគាត់ថាអត់ល្អទេសម្រាប់យើងអ្នកទងន់ពោះធំពោះអីអញ្ចឹងបើដើរទោះថាចាំបាច់ចាំអីអញ្ចឹងទៅហើយយើងមានបញ្ជុលខ្ទាស់មានអីខ្ទាស់នៅនឹងពោះអីយើងអញ្ចឹងណាហើយមួយទៀតថ្មីសម្រាប់ខ្ញុំបងប្អូនពេលការខ្ញុំសម្រាប់អូនអ៊ីបងប្អូនយើងឈឺពោះដូចជាម៉ោង3ភ្លឺបងប្អូននេះសម្រាប់អូនអ៊ីនេះគាត់ម៉ោង3ភ្លឺហើយហ្នឹងចុះទៅលើឡានគិតសទូឆាត់ក្រហមឲ្យយើងហើយពេលចឹងខ្ញុំចង់អស់ស្នោចតិចអីបន្តិចថាមិនអីទេក្រាំងអត់ទេអានឹងជំនឿគេធ្វើអញ្ចឹងហើយឆាត់ហ្នឹងគឺគេធ្វើមកពីកណ្ដាស់បងប្អូនសិតតចំនួនឆាត់ពណ៌ក្រហមហ្នឹងយកមកពីស្រុកកំណើតគាត់ទៀតពួកអីគាត់ប្រកាន់ណាពេលយើងពោះធំពួកអីយើងចេញយប់ប្រលប់អញ្ចឹងគឺត្រូវតែមានរបស់ការពារខ្លួន